ជាការពិតណាស់យើងមានប្រាក់ខ្លះឲ្យគេខ្ចីមិនមែនមានន័យថាយើងសល់ចាយមិនអស់ទេប៉ុន្តែដោយសេចក្តីអាណិតដោយសេចក្តីមេត្តាយោគយល់ដោយសាររាប់អានគ្នាត្រូវជាសាច់ឈាមបងប្អូនជាមួយនឹងគ្នាក៏អាណិតមេត្តាជួយអនុគ្រោះជួយសង្គ្រោះឲ្យគេខ្ចីទៅនៅពេលដែលគេខ្ចីទៅគេសន្យាថាសងយ៉ាងនេះសងយ៉ាងនោះត្រឡប់មកវិញតែដល់ពេលគេអត់សងគេមិនចង់សងកើតរឿងក្តីក្រាំបើយើងទៅបំណុលយកមែនទែនវាទៅជារឿងទាស់ទែងខ្វែងគំនិតរហូតដល់មានក្តីក្តាំគ្នាតើដោយហេតុអីទៅ面对万重浪បាទនេះយើងសង្កេតមើលផ្ទះមានលោកស្រីណាបាទដែលមានផ្ទះដែលសាងសង់ហើយតសម្យាបទៅខាងមុខតសម្យាបទៅខាងមុខបាទប្រវែង2ម៉ែត្រ3ម៉ែត្រ4ម៉ែត្រ5ម៉ែត្រឡើងទៅអញ្ចឹងបាទការតសម្យាបទៅខាងមុខយ៉ាងនេះបាទវាជាការស្រួលក្នុងការប្រើប្រាស់ចតឡានចតម៉ូតូឬក៏យើងដាក់តុដាក់កៅអីវាសនុកស្រួលរស់នៅបាទព្រោះវាស្រឡះវាត្រូវខ្យល់អីចឹងបាទនេះវាងាយស្រួលក្នុងការរស់នៅមែនងាយស្រួលក្នុងការប្រើប្រាស់មែនប៉ុន្តែវាខុសនឹងហុងស៊ុយបាទវាខុសនឹងហុងស៊ុយបាទការតសម្ចាបបែបនេះនៅក្នុងក្បួនហុងស៊ុយបាទនិយាយថាគឺជាផ្ទះបំណុលខូចបាទផ្ទះបំណុលខូចគេខ្ចីលុយមិនសងកើតរឿងក្តីក្តាំពីព្រោះតែទ្រព្យឯង